ឧបករណ៍វិភាគបញ្ហាប្រព័ន្ធគ្រប់គ្រងទឹកស្អាតការសម្អាតនិងអនាម័យជនបទប្រកបដោយនិរន្តរភាពការប្រើប្រាស់ឧបករណ៍វិភាគបញ្ហាឧបករណ៍វិភាគបញ្ហាជួយធ្វើឲ្យកាន់តែងាយស្រួលយល់អំពីប្រព័ន្ធគ្រប់គ្រងទឹកស្អាតការសម្អាតនិងអនាម័យជនបទអ្នកអាចប្រើឧបករណ៍វិភាគបញ្ហាដើម្បីវិភាគប្រព័ន្ធគ្រប់គ្រងទឹកស្អាតការសម្អាតនិងអនាម័យជនបទដែលមានភាពស្មុគស្មាញនិងដើម្បីកំណត់អំពីផ្នែកដែលត្រូវការពង្រឹងបន្ថែមអ្វីដែលសំខាន់នោះគឺការកំណត់ពីឧបករណ៍វិភាគបញ្ហាដែលបញ្ជាក់ពីមុខងារនិងទំនាក់ទំនងទាំងអស់ដែលត្រូវការសម្រាប់ប្រព័ន្ធគ្រប់គ្រងទឹកស្អាតការសម្អាតនិងអនាម័យជនបទប្រកបដោយនិរន្តរភាពនិងប្រសិទ្ធភាពនៅក្នុងតំបន់របស់អ្នកប្រើពាក្យពេចន៍និងនិយមន័យងាយយល់ដល់អ្នកអនុវត្តក្នុងវិស័យគ្រប់គ្រងទឹកស្អាតការសម្អាតនិងអនាម័យជនបទក្នុងតំបន់វិធីសាស្ត្រពង្រឹងប្រព័ន្ធគ្រប់គ្រងទឹកស្អាតការសម្អាតនិងអនាម័យជនបទជួយអ្នកប្រើប្រាស់ឲ្យមើលឃើញថាភាពបរាជ័យមួយឬច្រើននៃឧបករណ៍វិភាគបញ្ហាគឺបណ្ដាលមកពីការផ្ដល់សេវាកម្មនៅមានកម្រិតវិធីសាស្ត្រតែមួយគត់ដើម្បីធ្វើឲ្យប្រសើរឡើងនៅនិរន្តរភាពនៃសេវាកម្មគឺតាមរយៈការផ្លាស់ប្ដូរនិងធ្វើឲ្យប្រព័ន្ធប្រសើរឡើងឧបករណ៍វិភាគបញ្ហាទាំងអស់ចាំបាច់ត្រូវតែមាននិងដំណើរការយ៉ាងហោចណាស់ក្នុងកម្រិតអបបរមាសម្រាប់ដំណើរការសេវាគ្រប់គ្រងទឹកស្អាតការសម្អាតនិងអនាម័យជនបទយើងកម្រឃើញករណីដែលកន្លែងផ្ដល់សេវាកម្មមាននិរន្តរភាពដោយមិនមានឧបករណ៍វិភាគបញ្ហាទាំងនេះឡើយឧបករណ៍វិភាគបញ្ហាទឹកស្អាតការសម្អាតនិងអនាម័យជនបទមិនមែនជាឧបករណ៍អកម្មនោះទេប៉ុន្តែវាមានដំណើរការជាប់ជានិច្ចឧបករណ៍វិភាគបញ្ហាភាគច្រើនមានភាពត្រួតស៊ីគ្នានិងមានអន្តរកម្មហើយសារៈសំខាន់របស់វាទាំងនោះនឹងផ្លាស់ប្ដូរទៅតាមពេលវេលាឬបរិបទ